7 ដំណាក់កាលពីការចាប់ខ្លួនរហូតដល់បណ្ដឹងឧទ្ធរណ៍ 1. ការចាប់ខ្លួន អ្នកអាចត្រូវបានចាប់ខ្លួនករណីមានមូលហេតុសមស្របនិងសង្ស័យថាអ្នកបានប្រព្រឹត្តបទល្មើសណាមួយ មន្ត្រីនគរបាលនឹងនាំខ្លួនអ្នកយកទៅប៉ុស្តិ៍នគរបាលប្រសិនបើអ្នកមិនសហការឬរឹងទទឹងនឹងការចាប់ខ្លួននេះមន្ត្រីនគរបាលអាចនឹងប្រើកម្លាំងបង្ខំចាប់ខ្លួនអ្នកប្រសិនបើបទល្មើសមិនធ្ងន់ធ្ងរមន្ត្រីនគរបាលអាចដោះលែងអ្នកពីប៉ុស្តិ៍នគរបាល ពីការសួរចម្លើយនិងការឃាត់ខ្លួនមន្ត្រីនគរបាលនឹងសួរចម្លើយអ្នកនៅប៉ុស្តិ៍នគរបាលមន្ត្រីនគរបាលនឹងប្រាប់អ្នកភ្លាមអំពីមូលហេតុនៃការឃាត់ខ្លួននេះអ្នកនឹងត្រូវផ្ដល់ឱកាសឲ្យឆ្លើយបំភ្លឺនៅរឿងហេតុដែលបានកើតឡើងនិងត្រូវបានកត់ត្រាក្នុងកំណត់ហេតុជាផ្លូវការដើម្បីដាក់ជូនតុលាការអ្នកមានសិទ្ធិនៅស្ងៀមមិននិយាយរុយទាំងអស់រហូតដល់អ្នកទទួលបានមេធាវីការពារប្រសិនបើមន្ត្រីនគរបាលធ្វើទារុណកម្មអ្នកដើម្បីឲ្យអ្នកឆ្លើយសារភាពនោះជាអំពើខុសច្បាប់ក្រោយពេលសាកសួរមន្ត្រីនគរបាលអាចសម្រេចដោះលែងអ្នកឬឃាត់ខ្លួនអ្នករហូតដល់48ម៉ោងមន្ត្រីនគរបាលអាចបញ្ជាពេលឃាត់ខ្លួននេះ24ម៉ោងបន្ថែមទៀតលើកលែងតែអ្នកមានអាយុក្រោម18ឆ្នាំអ្នកមានសិទ្ធិជួបមេធាវីឬសញ្ញាតរបស់អ្នកបន្ទាប់ពីរយៈពេល24ម៉ោងកន្លងផុតអ្នកក៏មានសិទ្ធិទទួលបានជំនួយព្យាបាលនានាពីគ្រូពេទ្យបានគ្រប់ពេលក្នុងអំឡុងពេលឃាត់ខ្លួនមេតុលាការនិងដំណាក់កាលអัยការមន្ត្រីនគរបាលនឹងបញ្ជូនខ្លួនអ្នកចេញពីប៉ុស្តិ៍នគរបាលទៅកាន់តុលាការឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានតែមិនឲ្យលើសរយៈពេល48ម៉ោងឬបន្ទាប់ពីបញ្ជាពេល24ម៉ោងរួចហើយនៅតុលាការព្រះមេអាជ្ញានឹងសួរចម្លើយអ្នកហើយនឹងសម្រេចចោទប្រកាន់អ្នកអំពីបទល្មើសណាមួយឬសម្រាប់មិនធ្វើការចោទប្រកាន់អ្នកនិងដោះលែងអ្នកប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយដែលមានលក្ខណៈស្មុគស្មាញព្រះរាជអាជ្ញានឹងបញ្ជូនសំណុំរឿងរបស់អ្នកទៅចៅក្រមស៊ើបសួរដើម្បីធ្វើការស៊ើបសួរបន្តហើយនឹងអាចស្នើសុំឲ្យចៅក្រមស៊ើបសួរឲ្យឃុំខ្លួនអ្នកបន្តអាសន្ននៅពន្ធនាគារ 4. តុលាការនិងដំណាក់កាលចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរនឹងធ្វើការស៊ើបសួរលើសំណុំរឿងរបស់អ្នកប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទអូក្រិដ្ឋឬប្រសិនបើអ្នកជាអនិច្ចជនសំណុំរឿងក្តីរបស់អ្នកមិនអាចប្រព្រឹត្តទៅដោយគ្មានមេធាវីបានទេនៅពេលអ្នកបង្ហាញខ្លួនដំបូងនៅតុលាការចំពោះមុខចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរនឹងសម្រេចថាដោះលែងអ្នកឬដាក់អ្នកឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឬឃុំខ្លួនអ្នកបន្តអាសន្ននៅក្នុងពន្ធនាគារអំឡុងពេលស៊ើបសួរចៅក្រមស៊ើបសួរត្រូវតែប្រាប់អ្នកអំពីមូលហេតុនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឬឃុំខ្លួនបន្តអាសន្ននេះរយៈពេលអតិបរមានៃការឃុំខ្លួនបន្តអាសន្នមានរយៈពេលខុសៗគ្នាទៅតាមអាយុរបស់អ្នកនិងបទល្មើសដែលបានចោទប្រកាន់អ្នកឬមេធាវីរបស់អ្នកអាចដាក់ពាក្យសុំឲ្យដោះលែងនៅក្រៅឃុំបានគ្រប់ពេលវេលាទៅចៅក្រមស៊ើបសួរប្រសិនបើពាក្យសុំនេះត្រូវបានសម្រេចបដិសេធអ្នកឬមេធាវីរបស់អ្នកអាចដាក់ពាក្យសុំជាថ្មីម្ដងទៀតក្នុងរយៈពេល1ខែបន្ទាប់ពីមានសេចក្តីសម្រេចបដិសេធពាក្យសុំលើកមុនទៅចៅក្រមស៊ើបសួរឬសភាស៊ើបសួរនៅពេលបិទការស៊ើបសួរចៅក្រមស៊ើបសួរអាចបញ្ជូនសំណុំរឿងអ្នកទៅជំនុំជម្រះឬលើកលែងការចោទប្រកាន់ប្រសិនបើចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់អ្នកនឹងត្រូវបានដោះលែងប៉ុន្តែបើចៅក្រមស៊ើបសួរនៅតែរក្សាការចោទប្រកាន់អ្នកនឹងត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់ថ្ងៃសវនាការឬអាចដោះលែងឲ្យនៅក្រៅឃុំបន្តអាសន្នរហូតដល់ថ្ងៃសវនាការអ្នកនៅតែអាចបន្តការស្នើសុំឲ្យដោះលែងអ្នករហូតដល់ពេលសវនាការអ្នកនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយឯងប្រសិនបើអ្នកមិនត្រូវបានយកមកជំនុំជម្រះក្នុងរយៈពេល4ខែបន្ទាប់ពីបញ្ចប់ការស៊ើបសួរ5ការជំនុំជម្រះនិងសវនាការនៅក្នុងដំណាក់កាលជំនុំជម្រះប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទអូក្រិដ្ឋឬអ្នកជាអនិច្ចជនអ្នកត្រូវមានជំនួយរបស់មេធាវីទៅខាតក្នុងអំឡុងពេលសវនាការអ្នកនឹងត្រូវសាកសួរដោយចៅក្រមព្រះរាជអាជ្ញានិងមេធាវីអ្នកត្រូវបានសន្មតថាគ្មានទោសរហូតដល់តុលាការសម្រេចថាមានពិរុទ្ធអ្នកអាចទទួលយកការចោទប្រកាន់ឬមិនទទួលយកការចោទប្រកាន់របស់តុលាការបើអ្នកគ្មានលទ្ធភាពជ្រើសរើសមេធាវីអ្នកនឹងត្រូវផ្ដល់ជំនួយមេធាវីដោយឥតគិតកម្រៃអ្នកនឹងត្រូវផ្ដល់សិទ្ធិឲ្យនិយាយសម្ដីចុងក្រោយនៅចុងបញ្ចប់សវនាការប្រសិនបើចៅក្រមពិនិត្យឃើញថាអ្នកគ្មានពិរុទ្ធអ្នកនឹងត្រូវបានដោះលែងតែបើពិនិត្យឃើញថាអ្នកមានពិរុទ្ធអ្នកនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់កំណត់ 6. ការផ្តន្ទាទោសបន្ទាប់ពីសវនាការប្រសិនបើអ្នកត្រូវបានរកឃើញថាមានពិរុទ្ធការផ្តន្ទាទោសត្រូវតែសមាមាត្រទៅនឹងបទល្មើសដែលអ្នកបានប្រព្រឹត្តតុលាការក៏អាចនឹងពិចារណាអំពីស្ថានសម្រាលទៅតាមការទិសដែលអ្នកប្រព្រឹត្តបទល្មើសនិងស្ថានភាពផ្ទាល់ខ្លួនជាក់ស្ដែងរបស់អ្នកនៅពេលនោះសេចក្តីសម្រេចរបស់តុលាការនឹងត្រូវប្រកាសនៅក្នុងសវនាការសាធារណៈហើយត្រូវអានដោយប្រធានសវនាការនៅថ្ងៃសវនាការនោះឬអាចលើកពេលប្រកាសទៅពេលក្រោយ 7. បណ្ដឹងឧទ្ធរណ៍ប្រសិនបើអ្នកមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការទេអ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសឬការឃើញពិរុទ្ធភាពរបស់អ្នកក្នុងរយៈពេល1ខែគិតពីថ្ងៃប្រកាសសាលក្រមអ្នកអាចធ្វើបណ្ដឹងឧទ្ធរណ៍ដោយខ្លួនអ្នកឬតាមរយៈប្រធានពន្ធនាគារឬតាមរយៈមេធាវីរបស់អ្នក
ប្រសិនបើអ្នកប្តឹងឧទ្ធរអ្នកប្រហែលជាអាចរួចផុតពីបទចោទប្រកាន់នៅសវនាការសាលាឧទ្ធរឬទោសរបស់អ្នកអាចនឹងត្រូវបានកាត់បន្ថយព្រះរាជអាជ្ញាក៏មានសិទ្ធិប្តឹងឧទ្ធរក្នុងរយៈពេល1ខែដូចគ្នាក្នុងករណីដែលព្រះរាជអាជ្ញាប្តឹងឧទ្ធរប្រឆាំងនឹងអ្នកនឹងត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់សាលាឧទ្ធរសម្រេចប៉ុន្តែអ្នកនៅតែអាចស្នើសុំឲ្យដល់លេងអ្នករហូតដល់សវនាការសាលាឧទ្ធរករណីនេះទោសរបស់អ្នកអាចនឹងត្រូវបន្ថែមលើសពីមុនប្រសិនបើអ្នកឬព្រះរាជអាជ្ញានៅតែមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរភាគីទាំងពីរមានសិទ្ធិប្តឹងសារទុកទៅតុលាការកំពូល